បាទអញ្ចឹងយើងនៅក្នុងមេរៀនហ្នឹងគឺយើងនិយាយពីអឺ neural language processing IR ហើយនិង data piling ដែលជាគេហៅថាមូលដ្ឋានគ្រឹះបាទជាមូលដ្ឋានគ្រឹះសម្រាប់មុខវិជ្ជារបស់យើងអញ្ចឹងនៅក្នុងមេរៀនហ្នឹងគឺយើងនឹងលើកពីភាពទូទៅគោលបំណងយើងនិយាយពីសក្តីផ្ដើមរបស់NLP ហើយនឹង IR ហើយនឹង data piling ETL បាទអញ្ចឹងនៅក្នុងហ្នឹងគឺយើងសិក្សាពីមេរៀនរបស់យើងហ្នឹងគឺយើងសិក្សារយៈពេលបាទក្នុងមួយមេរៀននេះគឺយើងសិក្សាមួយរយៈពេល3ម៉ោងបាទដែលយើងមាន course គេហៅថាឆ្លើយតបនឹងមុខវិជ្ជារបស់យើងហ្នឹងមាន CLO1 និង CLO3 ហើយនឹងឆ្លើយតបនឹង program outcome របស់យើងហ្នឹងគឺតកតង PLO4 ហើយនិង PLO5 បាទហើយយើងនៅក្នុងហ្នឹងគឺយើងប្រើតកតងនឹង apply ហើយនឹងការវាតម្លៃបាទព្រោះកម្រិតយើង master អត់អាច understand នេះទៀតទេគឺយើងប្រើទៅលើ apply ហើយនឹង evaluation គឺ C3 ហើយនឹង C5 បាទអញ្ចឹងយើងមើលនៅក្នុងគោលបំណងរបស់យើងនេះក្រោយសិក្សាគឺក្រោយពីបញ្ចប់ទៅនិស្សិតគាត់អាចបញ្យល់ពីការវិវត្តនៃបញ្ហាប្រឈមស្នូលរបស់ NLP ជាពិសេសគឺលើករណីដែលយើងសិក្សាទៅលើភាសាខ្មែរដែលវាសើចយកភាសាខ្មែរហ្នឹងហើយនឹងយន្តទី2គឺអាចពិពណ៌នាពីយន្តការមុខងាររបស់ IR របស់យើងតាមរយៈនៃការយើងបំបែកឬក៏ធ្វើ indexing ទៅលើពាក្យបាទមួយហើយទី3គឺការគេហៅថាសាងសង់បើយើងនិយាយពី data piling របស់យើងគឺមានន័យថានៅរាល់ពេលដែលបងអូនរៀបចំ data រៀបចំអីហ្នឹងគឺយើងមានការសម្អាតអញ្ចឹងយើងមាន algorithm មួយគឺសម្រាប់សម្អាតតន្ន័យអត្ថបទរបស់យើងនឹងឯងដោយប្រើប្រាស់ភាសា Python បាទហើយទី4គឺការវិភាគ analyzing បាទអញ្ចឹងមានន័យថាយើងអាចវិភាគហើយនឹងការពិភាក្សាពីបញ្ហាប្រឈមជាក់លាក់នៃការច្នៃប្រឌិតភាសាខ្មែរសម្រាប់ប្រព័ន្ធalgorithm NLP បាទដែលយើងប្រើប្រាស់ហ្នឹងតើបញ្ហាប្រឈមនឹងភាសាខ្មែរយើងតើយើងមានបញ្ហាអីបាទបាទអញ្ចឹងយើងមើលទៅលើចំណុចទី1គឺតកតងសក្តីផ្ដើមនៃ neural language processing គឺ NPL បាទដែលយើងយកមកសិក្សាអញ្ចឹងយើងពិនិត្យមើលថាតើអ្វីទៅជា NPL បាទ NPL យើងនិយាយទៅវាជា algorithm បាទនិយាយជាទូទៅគឺជា algorithm មេមួយដែលពេញនិយមក្នុងការប្រើប្រាស់វាសម្រាប់ក្នុងការវិភាគឬក៏យើងធ្វើការទៅលើពួក machine language data science និង image processing ជាដើមដែលបំបែកចេញពី neural network ហ្នឹងបាទអញ្ចឹងបើយើងពាក្យបច្ចេកទេសគឺជាវិធីសាស្ត្រចម្រុះមួយដែលរវាង computer science ជាមួយនឹង artificial intelligence and ហើយនឹងគេហៅថា logistic បាទដែលជួយឲ្យ machine computer យើងមានសមត្ថភាពអានយល់បកស្រាយនិងបង្កើតភាសាមនុស្សបានបាទអញ្ចឹងនៅក្នុងការខ្ញុំដូចជាខ្ញុំ research នៅឆ្នាំដែលខ្ញុំ2010ក៏ខ្ញុំប្រើ algorithm តែខ្ញុំប្រើផ្នែកខ្លះសម្រាប់ក្នុងការសិក្សាស្រាវជ្រាវទៅលើ NPL នឹងដែរដែលសិក្សាទៅលើការ transform ភាសាខ្មែរយើងកាលហ្នឹងពាក្យឬក៏ការវាចាប់ផ្ដើមពីភាសាដំបូងដែលយើងបកខ្មែរយើងសរសេរជាសរសេរដៃទៅវា recognize ទៅជា Unicode បានបាទអញ្ចឹងការស្រាវជ្រាវហ្នឹងគឺយើងសិក្សាពីហ្នឹងវាទៅចាប់ផ្ដើមភាសាដែរហើយយើងពិបាកដែរគឺយើងសរសេរទីដៃហើយយើងត្រូវ recognize ធ្វើម៉េចឲ្យដឹងថាអក្សរដៃដែលគាត់សរសេរហ្នឹងវាជាអក្សរអីដែលជាប្រភេទហើយយើងបំលែងវាទៅបកប្រែវាទៅ Unicode តែឥឡូវយើងមើលនៅក្នុង Google
ឃើញយើងសេដៃសេអីទៅវា transform ទៅជា text បានឃើញទៅជា Unicode បានហ្នឹងហើយដែលយើងសិក្សាលោកគ្រូធ្លាប់សិក្សាស្រាវជ្រាវពីមុនមកហើយវាមានភាសាច្រើនដែលយើងសិក្សាអញ្ចឹងវាមាន model ភាសារបស់គេដែរវេយ្យាករណ៍ទៅលើវេយ្យាករណ៍ទៅលើអីក្នុងការសិក្សាស្រាវជ្រាវហ្នឹងបាទអញ្ចឹងយើងមើលនៅក្នុងប្រវត្តិរបស់ NLP របស់យើងហ្នឹងគឺនៅក្នុងឆ្នាំចន្លោះទសវត្ស50 50 80ហ្នឹងយើងផ្អែកទៅលើការសរសេរលក្ខខណ្ឌវេយ្យាករណ៍ដោយដៃបាទហើយងាយរងការខូចខាតគេហៅថាមានបញ្ហាតាក់ទងប្រយោគខ្លះវាស្មុគស្មាញដូចវាអក្សរដៃយើងអក្សរខ្លះវាមានន័យដូចរហើយយើងដាក់តនគីអីដូចអត់ន័យគេតែវាត្រូវសេអាហ្នឹងមិនត្រូវបាទអាហ្នឹងជាបញ្ហាស្មុគស្មាញនៅពេលយើងធ្វើវាហើយនៅឆ្នាំ2010បាទគឺយើងប្រើគំរូប្រកបដោយយើងប្រើ probability ដូចជាnearby ហើយ Markov model បាទ HMM គឺឧទាហរណ៍ដូចយើងសេដៃសេឡូអញ្ចឹងឡូរ៉ូអញ្ចឹងសេទៅយើងធ្វើម៉េចalgorithm របស់យើងគាត់ដឹងគេវា algorithm ទៅវា learn វាទៅបរៀនម៉ាស៊ីនថាហ្នឹងជាអក្សរអីអញ្ចឹងយើងគិតទៅជា probability បាទគិតទៅលើ probability ថាអក្សរហ្នឹងកាលណាកណនាទៅវានៅចន្លោះរកមកថានៅក្នុង machine language របស់យើងកំណត់ថាមួយជាអក្សររ៉ូអញ្ចឹងកាលណាវាកណនាអក្សរដោយដៃយើងហ្នឹងនៅចន្លោះលំអៀងវាអត់អាចកត់បានទេវាអាច0.8 ឬក៏1.2 អីចឹងអាហ្នឹង around 1ហ្នឹងគឺយើងកំណត់វាថាជាអក្សររ៉ូហើយណាអញ្ចឹងយើងមានគិតទៅលើ probab ហ្នឹងច្រើនបាទហើយនៅបច្ចុប្បន្នយើងប្រើ deep learning ដល់បច្ចុប្បន្ននេះយើងប្រើ deep learning ឬក៏ LLM បាទយើង transformation web ឬក៏ GPT របស់យើងហ្នឹងគឺយើងប្រើយន្តការattention បាទ machine mechanism របស់យើងដែលអាចយល់ពីបរិបទបាទបានល្អជាងមុនអញ្ចឹងវាមានការវិវត្តបាទទៅតាមសម័យកាលរបស់វាដែលយើងប្រើហើយនៅក្នុងទៅ10ឆ្នាំទៅមុខទៀតយើងនឹងអាចឃើញមាន algorithm អីដែលវា learn ចេញពី neural network ហ្នឹងបានព្រោះនៅក្នុង neural network ហ្នឹងគឺវាមានពុកស្មុកស្មាញហើយនៅពេលដែលបងអូនដោះស្រាយបញ្ហាមួយបងអូនយកផ្អែកទៅលើ neural ហ្នឹងហើយទាញបានបំបែកទៅជា algorithm បាទផ្សេងទៀតដែលយើងអាចយកវាសម្រាប់ដោះស្រាយបញ្ហារបស់យើងបាទនៅពេលដែលយើងជួបប្រទះបាទយើងមើលករណីសិក្សាបញ្ហាប្រឈមឧទាហរណ៍តកតងជាមួយភាសាខ្មែរយើងអញ្ចឹងយើងដឹងហើយថាភាសាខ្មែរវាអត់ដក clear ទេបាទហើយភាសាហ្នឹងដក clear គឺសម្រាប់បញ្ចប់របស់ឬក៏ clear ប៉ុន្តែវាមិនបញ្ចប់ពាក្យឡើយណាធ្វើឲ្យគេថាធ្វើឲ្យពាក្យsemantic របស់វាហ្នឹងគឺជាជំហានដែលលំបាកសម្រាប់យើងឧទាហរណ៍ដូចលោកគ្រូសេសកលវិទ្យាល័យអាស៊ីអឺរ៉ុបអញ្ចឹងបើយើងត្រូវដាក់គឺពាក្យរបស់យើងវាមានសកលវិទ្យាល័យហើយមានពាក្យអាស៊ីហើយនឹងមានពាក្យអឺរ៉ុបឃើញទេអញ្ចឹងវាអត់នៅក្នុងនោះវាគ្មានស្តង់ដាបាទវាអត់មានស្តង់ដាពាក្យឧទាហរណ៍អង់គ្លេសគឺវាមួយពាក្យវាដក clear វាមានស្តង់ដាវាដក clearតែពេលខ្លះយើងសរសេរទៅវាអត់មានដក clear បាទពាក្យយើងខ្លះវាពាក្យមួយជាប់គ្នាអញ្ចឹងការគេហៅថាប្រើតួអក្សរខុសលំដាប់វាយជើងមុនស្រៈឬក៏ស្រៈមុនជើងគេអក្សរ Unicode យើងអក្សរខ្មែរយើងវាយពីមុនមកគឺយើងវាយទៅវាអាចមានប្រឆាំងប៉ុន្តែដោយសារយើងប្រើ Unicode ទៅវាដូចជាតម្រៀបអាពាក្យនៃការវាយរបស់យើងហ្នឹងឲ្យវារៀងត្រឹមត្រូវទៅលើការវាយពាក្យវាយជើងវាយដៃនឹងមុនបាទអញ្ចឹងពេលខ្លះវាមិនដឹងថាយើងប្រកបទៅអាស្អំមុនតែដល់ពេលយើងវាយជើងរោអីមុនវិញអញ្ចឹងវាស្អកមុនអីអញ្ចឹងទៅអញ្ចឹងវាធ្វើឲ្យអាលំដាប់នៃការវាយយើងក៏មានការលំបាកដែរឃើញទេវាអត់ដូចអង់គ្លេសវាយទៅរូបទៅមុខហ្មងតែខ្មែរយើងវាយលើចុះលើជើងលើស្រៈអីហ្នឹងវាហ្នឹងហើយដែលវាមានការលំបាកក្នុងការយើងធ្វើ algorithm បាទហើយយើងមើលតែនៅក្នុងលើ memory computer វាស្ទោទុកបាយខុសគ្នាដែរគេកាលណាយើងវាយលំដាប់ខុសគ្នា text normalization របស់យើងហ្នឹងក៏វា analyze ទៅគឺវានឹងមានការលំអៀងដែរ
bà vì miền bành hà chẳng ca còn va thôn thiên kéo ta tệ tôn tân ở đây mà chẳng nuốn rồi go sự mẹ upaco visa không ai dướng viên đâu miền cầm nạp đây là toàn kéo ta đo xài bành hà nó ở bán xăm rôm là vậy bà đại chỉ bành hà sự mẹ dương ở nông cái đo xài bành hà bà chẳng là không nắng co dương miền lợt chia sầm núa tờ lơ phần này neural network bà đầm bay qua tờ lơ ca trong này đắng chẳng ta dân ai bình dương nâng cô đau trong bó robot neural network bà miền này thá cô đau dùng mình đấy cô đau ta neural network nó cứ pra sự nghiệp tới ấy hỡi phiệp khó khăn cả trên này đất tân ở này Atabot nó bài propay này dạng đôi mà đây bà chầm này sầm núi tivi cứ sầm đại tờ lơ vo cầm rất vì phía bọc ôn tha ta ôn ai vì phía banh ha và chôm dùng khăn chầm núi bay nông ca bộ slide phía xa mình nu đòi mà xến xôm chỗ cái tha lợu tì ho chạy sẽ đai rồi mẹ banh ha và chôm thì mùi muối hái vì dối pi rượu biết đại banh haទាំងនេះប៉ះពាល់ដល់ប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធ NLP បាទអញ្ចឹងអាចមើលលើកជាមតិបានបាទសូមជើញមានអាចលើកបានសំណួរទាំងពីរបាទអញ្ចឹងមកយើងក៏បានឃើញពិស័យចូលរួមហើយសំណួរទី1គឺផ្ដោតទៅលើយុគមន័យគឺកម្រិតរបស់យើងនិយាយពីការសិក្សាគឺ understanding ឲ្យយល់អញ្ចឹងទី1ត្រូវយល់អានឹងសិនបាទយល់ចឹងភាសា neural network processing ហ្នឹង NLP ហ្នឹងគឺយើងដឹងហើយបើនិយមន័យគឺជាវិធីសាស្ត្រចម្រុះមួយបាទដែលអាចឲ្យយើងយល់ពីភាសាម៉ាស៊ីនឬក៏ AI បាទដើម្បីឲ្យយើងអាចធ្វើម៉េចម៉ាស៊ីនភាសាម៉ាស៊ីនយើងគាត់អាចយល់ភាសាធម្មជាតិរបស់មនុស្សបានបាទអាចយល់គ្នាបានណាយើងធ្វើម៉េចហើយគោលដៅចម្បងរបស់គាត់ហ្នឹងគឺកាត់បន្ថយអា gap រវាងការតំណាក់តំណងស្វែងយល់ពីភាសាមនុស្សជាមួយនឹងភាសាម៉ាស៊ីននឹងឯងធ្វើម៉េចឲ្យយើងអាចយល់គ្នាបានយើងជជែកជាមួយម៉ាស៊ីនបានម៉ាស៊ីនគាត់យល់បានគាត់ learn បានហើយអាចប្រើប្រាស់ចំណេះដឹងបាទ learn ពីមនុស្សបានហើយអាចបង្កើនចំណេះដឹងគឺធ្វើម៉េចអាចឆ្លើយតបដូចមនុស្សទៅចែកគ្នាបានអញ្ចឹងអាហ្នឹងគឺលក្ខណៈហើយវាអាចឲ្យយើងគេហៅថាធ្វើការបានបាទជាមួយមនុស្សម៉ាស៊ីនធ្វើការជាមួយមនុស្សនឹងបានអញ្ចឹងយើងអាចប្រើហ្នឹងហើយវិសាលភាពវាធំធេងណាអញ្ចឹងហើយបាននៅក្នុងពេលដែលខ្ញុំរៀបចំកម្មវិធីនឹងឡើងវិញខ្ញុំត្រូវការពិនិត្យមើលទូទាំងបរិបទកម្ពុជាទាំងបរិបទអាស៊ានអន្តរជាតិអញ្ចឹងយើងត្រូវតែដាក់បាទបញ្ចូលសម្រាប់ឲ្យនិស្សិតយើងគាត់ស្វែងយល់ចំណេះដឹងបាទបន្ថែមទៀតដើម្បីឲ្យយើងអាចប្រកួតប្រជែងជាមួយនឹងអាស៊ានទី2ដោយពិសីនិយាយអញ្ចឹងភាសាយើងឃើញវានៅមាន gap ច្រើនណាប៉ុន្តែយើង search ខ្លះទៅឃើញដោយសារវា modify អត់បានវាទៅចេញភាសាផ្សេងជួនកាលភាសាអ្នកចិត្តខាងយើងជួនកាលភាសាអារ៉ាប់តិចទៅជួនកាលភាសានេះបន្តិចទៅបាទមានចិនចេញមកជំនួសតិចក៏មានដែរបាទអញ្ចឹងដោយសារភាសាកម្រិតយល់ដឹង machine learning នៅក្នុងប្រព័ន្ធវាអត់តន់ស្គាល់ភាសាយើងទាំងអស់នៅមានចំណុចបាទកម្រិតអញ្ចឹងហើយបានយើងត្រូវការធនធានមនុស្សគឺសំខាន់ណាបាទដែលយើងត្រូវការអភិវឌ្ឍបន្ថែមហើយនេះហើយបានខ្ញុំព្យាយាមរៀបចំកម្មវិធីសិក្សាដូរច្រើនសម្រាប់ការសិក្សាហើយនឹងព្យាយាមយើងបញ្ហាត្រូវដោះស្រាយបន្តទៀតគាត់ថាយើងមានផែនការតែយើងត្រូវធ្វើវាតាមជំហានមិនអាចធ្វើម្ដងទាំងអស់បាទហើយក៏វាត្រូវការពេលវេលាទៀតដែរបាទហើយសំណួរទី2តើតើនឹងការវិភាគបាទអញ្ចឹងការវិភាគអញ្ចឹងទៅលើបញ្ហាចំនួន3ដែលយើងអាចបកស្រាយពីភាសាមនុស្សដោយភាសាម៉ាស៊ីនបាទអញ្ចឹងម៉ាស៊ីនវាអាចបកស្រាយភាសាបានហើយឧទាហរណ៍បាទបញ្ហាប្រឈមនីមួយៗអញ្ចឹងបញ្ហាផលប៉ះពាល់អញ្ចឹងចំណុចទី1តើតើជាមួយនឹងភាពមិនច្បាស់លាស់នឹងឯងបាទអញ្ចឹងភាពមិនច្បាស់លាស់ហ្នឹងគឺវាតកតងជាមួយនឹង
តកតងជាមួយនឹងពាក្យអត្ថន័យបាទនៅក្នុងបរិបទឧទាហរណ៍ដូចជាពាក្យចាស់យើងគិតថាវាមានន័យសម្រាប់សំទោចានបាទពាក្យចានវាមានន័យឧទាហរណ៍ថាជាវត្ថុសម្រាប់ដាក់បាយឬប្រអប់ជាឬយើងអាចដាក់របស់របរផ្សេងអញ្ចឹងនៅក្នុងហ្នឹងគឺវាមានបញ្ហាតាក់ទងនឹងកំណែការប្រើប្រាស់ពាក្យខ្មែរយើងវេយ្យាករណ៍បាទឃើញទេកាលណាយើងដាក់ទៅក្នុងម៉ាស៊ីនក៏យើងថ្ងៃមុនបានវាទៅច្រើនបន្តិចទៅគឺយើងត្រូវរៀបវេយ្យាករណ៍យើងមិនបាទតាក់ទងវេយ្យាករណ៍លំដាប់ពាក្យបាទដែលនាំឲ្យមានការបកស្រាយនៃច្រើនឧទាហរណ៍ខ្ញុំឃើញបរោះម្នាក់កាន់បរោះម្នាក់កាន់កែវយឹតបាទកែវយឹតតើបរោះកាន់កែវយឺតឬក៏ខ្ញុំឃើញខ្ញុំប្រើកែវយឺតដើម្បីឃើញបរោះបាទអញ្ចឹងនៅក្នុងនេះយើងអាចពិនិត្យមើលពាក្យខ្មែរយើងឃើញទេវាកាលណាយើងប្រើលំដាប់ពាក្យខុសវាខុសន័យដែរឃើញទេបាទមួយទៀតតកតងគេហៅថា semantic obligated បាទមានន័យថាប្រយោគយើងវាអត់ច្បាស់លាស់ឧទាហរណ៍គាត់វាយគាត់អញ្ចឹងចង់សួរថាអ្នកតើអ្នកណាវាយអ្នកណាបាទអញ្ចឹងគាត់វាយគាត់ណាគាត់ទាំងពីរអញ្ចឹងគាត់នេះវាយគាត់នោះឃើញហើយអានឹងសារពាក្យន័យវាមិនច្បាស់លាស់បាទដែលវាធ្វើឲ្យពេលយើងសិក្សាពាក្យម៉ាស៊ីនទៅវាមានបញ្ហាមួយទៀតនេះចូលតម្រងវេយ្យាករណ៍តែម្ដងតាក់ទងទី3ចំណុចទី3គឺ semantic ឬក៏តាក់ទងsyntax ដែលយើងហៅពាក្យ syntax វេយ្យាករណ៍បាទតម្រងឬក៏រចនាសម្ព័ន្ធនៃប្រយោគដែលត្រឹមត្រូវតាមវេយ្យាករណ៍ semantic តាក់ទងអត្ថន័យពិតប្រាកដនៃ clear បាទហ៎ចឹងឧទាហរណ៍កំណត់ពណ៌បៃតងគ្មានពណ៌ដោយគេហៅថាយើងប្រើពាក្យទៅវាធ្វើឲ្យអត្ថន័យហ្នឹងវាប្រែប្រួលដែរឃើញទេដែលធ្វើឲ្យយើងអាចអានសូម្បីយើងអានជជែកគ្នានៅមានបញ្ហាប៉ុន្តែដល់ពេលយើងសេខ្លះទៅវាអត់ន័យហើយដល់អញ្ចឹងទៅធ្វើឲ្យអា machine learning របស់យើងហ្នឹងវាមានបញ្ហាដែរអញ្ចឹងផលប៉ះពាល់ប្រព័ន្ធរបស់យើងគេហៅថា NLP យើងត្រូវបែងចែករវាងប្រយោគដែលត្រឹមត្រូវតាមវេយ្យាករណ៍និងប្រយោគដែលមានន័យនិងជៀសវាងគេហៅថាប្រយោគដែលអត់ន័យណាបង្កើតមកអត់ន័យបាទអាហ្នឹងវាត្រូវការសិក្សា learn ច្រើនម៉ាស៊ីនយើង learn ច្រើនណាបាទហើយសម្រាប់បញ្ហាប្រឈមជាមួយនឹងភាសាខ្មែរយើងគឺទី1ដែលយើងឃើញមកគឺយើងសរសេរពាក្យអត់ដក clear បាទពាក្យយើងគឺអត់ដក clear ទេរវាងពាក្យនិងពាក្យណាធ្វើឲ្យពិបាកក្នុងការកំណត់ព្រំដែនពាក្យត្រូវហ៎បាទអញ្ចឹងដូចជាសាលារៀនយើងមើលពាក្យសាលារៀនបើយើងនិយាយពាក្យសាលារៀនមកពាក្យប៉ុន្តែបើសាលាក៏មកពាក្យរៀនក៏មកពាក្យឃើញហើយបាទធ្វើឲ្យការប្រើប្រាស់នឹងការកំណត់ពាក្យហ្នឹងវាមានការលំបាកហើយយើងអត់តន់គេហៅថាគ្មាន standard Unicode បាទអញ្ចឹងការវាយអក្សរខុសលំដាប់ដោយធ្វើឲ្យ machine ស្គាល់តួអក្សរខុសដែរណាអញ្ចឹងជួនកាលស្អីមុនស្អុកមុនត្រីសាប់មុនអាហ្នឹងឯងដែលធ្វើឲ្យ machine វាពិបាកយល់ព្រោះលំដាប់ពាក្យខុសគ្នាបាទលំដាប់ពាក្យខុសគ្នាអញ្ចឹងឧទាហរណ៍ពាក្យខ្លះយើងវាយស្អីមុនពាក្យតែមួយប៉ុន្តែយើងវាយស្អីមុនហើយពាក្យមួយទៀតយើងវាយស្អុកមុនតែពាក្យហ្នឹងដូចគ្នាទេណាអញ្ចឹងធ្វើឲ្យយើងអាចមានបញ្ហាបាទអាចមានបញ្ហាក្នុងការកំណត់ពាក្យហើយដូចពាក្យអង់គ្លេសវាយword double o w o o d ហ្មងហើយដល់កាលណាខុសលំដាប់គឺមិនមែនពាក្យហ្នឹងទេប៉ុន្តែពាក្យខ្មែរយើងអត់អញ្ចឹងកាលណាខុសលំដាប់មែនតែវាវាយទៅនៅចេញពាក្យហ្នឹងដដែលយើងអានអញ្ចឹងដែរបាទហ្នឹងហើយដែលធ្វើឲ្យយើងមានការលំបាកបាទអញ្ចឹងនៅក្នុងហ្នឹងយើងធ្វើឲ្យទី2ចំណុច
បញ្ហាប្រឈមភាសាខ្មែរហ្នឹងកង្វះធនធានដែរបាទអញ្ចឹងកង្វះទិន្នន័យបដិបដាឧទាហរណ៍ tool សម្រាប់ភាសាខ្មែរបាទនេះដោយពិសីលើកឡើងអញ្ចឹងយើងដោះស្រាយមិនបាទឃើញទេអញ្ចឹងនៅពេលយើងពិនិត្យមើលនៅពេលយើងចង់ឲ្យពាក្យយើងទៅដល់ machine ដល់ប្រព័ន្ធប្រើប្រាស់ទូលំទូលាយយើងចាប់ផ្ដើមត្រូវដោះស្រាយបញ្ជាមកបាទបញ្ជាមករហូតមានន័យថាជួនកាលយើងចង់ឲ្យវាប្រព័ន្ធទទួលទូលំទូលាយបានយើងត្រូវដោះស្រាយមិនបាទដឹងការដោះស្រាយមិនហ្នឹងវាដេញរហូតមកដល់មូលដ្ឋានគ្រឹះអញ្ចឹងមូលដ្ឋានគ្រឹះយើងត្រូវមាន tool សម្រាប់ភាសាខ្មែរយើងយ៉ាងម៉េចឧបករណ៍បាទអញ្ចឹងអាហ្នឹងគឺយើងត្រូវដោះស្រាយវាមិនផលប៉ះពាល់អញ្ចឹងធ្វើឲ្យបញ្ហានេះអភិវឌ្ឍអភិព័ន្ធហ្នឹងសម្រាប់ភាសាខ្មែរយើងមានការលំបាកខ្លាំងនឹងត្រូវការស្រាវជ្រាវបន្ថែមទៀតបាទអញ្ចឹងពេលហ្នឹងហើយដែលយើងត្រូវរកដំណោះស្រាយសម្រាប់ភាសាខ្មែរយើងបាទធ្វើម៉េចដើម្បីឲ្យម៉ាស៊ីនហ្នឹងស្គាល់ហើយបើយើងស្រាវជ្រាវបានរហូតទៅដល់ឲ្យវាអាចស្គាល់ភាសាអក្សរសាស្ត្រដើមយើងពីដើមដែលគេហៅថាចរិតនៅលើថ្មនៅលើស្លឹករឹតបាទអញ្ចឹងយើងអាចបញ្ចូលទៅប្រព័ន្ធស្គាល់បានទាំងអស់បាទស្គាល់បានអាហ្នឹងកាន់តែប្រសើរទៀតបាទនៅពេលដែលយើងសិក្សាស្រាវជ្រាវដល់ណាបាទហ្នឹងហើយដែលធ្វើឲ្យភាសាខ្មែរយើងដឹងថាអាហ្នឹងជាភាសាដើមកំណើតរបស់ភាសាខ្មែរយើងបាទញ៉េអញ្ចឹងពេលថ្ងៃក្រោយរហូ100ឆ្នាំ100អីទៀតទៅរកឃើញពីចរិតហ្នឹងមកទៅដាក់ទៅក្នុងម៉ាស៊ីនទៅវាស្គាល់ទៀតថាហ្នឹងជាប្រភពចេញពីភាសាខ្មែរបាទជាអក្សរដើមរបស់ភាសាខ្មែរយើងបាទហ្នឹងឯងដែលយើងត្រូវការសិក្សាបន្ថែមត្រូវការស្រាវជ្រាវបន្ថែមបាទដែលជាគំនិតផ្ដួចផ្ដើមសម្រាប់ឲ្យយើងអាចដោះស្រាយបញ្ហានឹងបានបាទអានេះគឺសំខាន់សម្រាប់យើងទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងការដោះស្រាយយើងឃើញហើយនេះពិសីបោះមកបាទនៅក្នុង Gemini ហ្នឹងឃើញមានការសរសេរពាក្យខ្មែរយើងវាដូចជាត្រឹមត្រូវច្រើនកន្លងមកត្រឹមត្រូវច្រើនដែលខ្ញុំប្រើ AI ច្រើនទៅខ្ញុំឃើញមានភាសាខ្លះដែលស្គាល់ភាសាហើយនឹងរៀបពាក្យពេចន៍បាទដែលប៉ុន្តែគាត់ថាมันវែងជាប្រយោគច្រើននេះតែបាទនេះគឺគូសំបាទដូចជា Code Pilot ក៏រៀងគ្រាន់បាទគ្រាន់ដែរប្រើអញ្ចឹងបាទ Copilot ប៉ុន្តែគាត់ថាมันទទួលបានច្រើនអញ្ចឹងទេគាត់ថាយើងមិនតាន់បង់លុយអស់មិនដឹងក៏យ៉ាងម៉េចណាវានៅ license ឲ្យយើងកម្រិតកំណត់កម្រិតយើងឬក៏យ៉ាងម៉េចណាវិសាលភាពវាបាទ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 ដោយសារយើងអាប់ឡូតយើងស្រាវជ្រាវអីច្រើនទៅយើង Google ស្គាល់ហើយខ្ញុំឃើញ Google វា load មកការចំនួន2010ដែលខ្ញុំបាននិយាយខាងលើហ្នឹងគឺស្រាវជ្រាវពីអក្សរ C ហ្នឹងទន្ទឹមហ្នឹងក៏ Google មិនតាន់ជារីចម្រើនអីដែរប៉ុន្តែគាត់ថាខ្ញុំស្រាវជ្រាវបានចប់ទៅដូចជា2013 14មកទៅការសរសេរភាសាខ្មែរហ្នឹងដូចជាខ្លាំងតែម្ដងនៅលើ Google បាទវាអាច recognize បានច្រើនបាទបាទត្រូវហើយ
bàអាហ្នឹងក៏ជារឿងមួយដែលយើងអាចជាបញ្ហាដែលយើងយកមកដាក់ដោះស្រាយសម្រាប់អ្នក research បាទវាអាចជា research ទៅតាម proposal ឬក៏កម្រិតក្រសួងថ្នាក់ជាតិដើម្បីដោះស្រាយបញ្ហាភាសារបស់យើងធ្វើម៉េចឲ្យភាសាយើងទៅជាភាសាដែល platform online ឬក៏ platform ទាំងអស់គាត់អាច adapt បានគ្រប់ទម្រង់នៃអក្សរខ្មែរយើងដែលយើងប្រើស្តង់ដារមួយបាទហ្នឹងដែលយើងត្រូវពិភាក្សាជួនកាលវាអន្តរក្រសួងរវាងក្រសួងប្រៃសណីជាមួយក្រសួងអប់រំបង្កើតជា project កាលណាបង្កើតជា project ហើយសម្រាប់គេហៅថាក្រសួងពាក់ព័ន្ធណាខ្លះដែលគាត់ត្រូវចាំបាច់ចូលរួមដើម្បីជួយហើយបង្កើតជាគម្រោង proposal ដើម្បី research និងរៀបចំដោះស្រាយថ្នាក់ research នឹងបានហើយស្នើសុំដើម្បីជាគោលការណ៍ដើម្បីអនុវត្តហើយយើងអាចបញ្ជូនទទួលស្គាល់ថ្នាក់ជាតិហើយយើងអាចបញ្ជូនទៅ platform online ទាំងអស់ដើម្បីឲ្យទទួលស្គាល់បាទភាសារបស់យើងហើយយើងអាចប្រើអាហ្នឹងរួមគ្នាអញ្ចឹងមានន័យថាវាឡើងទៅមុខទៅក្រោយទៀតដែរវាភាសាស្តង់ដារតែមួយអញ្ចឹងនៅពេល upload ទៅលើ online គឺ ភាសាហ្នឹងគឺភាសាខ្មែរយើងគឺវាស្គាល់គ្រប់ទម្រង់តែម្ដងគ្រប់ platform តែម្ដងបាទអាហ្នឹងគឺទី1វាត្រូវការចូលរួមពីក្រសួងពាក់ព័ន្ធហើយការបង្កើត proposal ឬក៏ក្រសួងណាមួយដូចជាក្រសួងប្រៃសណីក៏អាចរៀបចំគម្រោងស្រាវជ្រាវអញ្ជើញក្រសួងពាក់ព័ន្ធដើម្បីគេហៅថាpush គឺ proposal ឡើងដើម្បីយើងដាក់បាទទៅកាន់ជាតិគេហៅថាថ្នាក់ជាតិតែទៅដើម្បីឲ្យខាងក្រមទាំងអស់ក្រមថ្នាក់ជាតិហ្នឹងក៏អាចអនុវត្តបានអញ្ចឹងនៅពេលយើងសម្រេចហើយយើងអាចក្រមថ្នាក់ជាតិគាត់សម្រេចយកអាហ្នឹងហើយអញ្ចឹងអូខេហើយយើងអាច
platform ទាំងអស់ ready ឲ្យអាចស្គាល់បានអីដោយសារឥឡូវយើងនៅប្រើបានប៉ុន្តែគឺនៅឃើញមានជើងដៃហ្នឹងក៏វានៅមានទៅមុខទៅក្រោយໄວអញ្ចឹងបើជើងមានអានេះមកជំហានហើយវារីកចម្រើនមកជំហានហើយអញ្ចឹងដើម្បីឲ្យវាចូលទៅស្តង់ដាគេហៅថាស្តង់ដាអន្តរជាតិតែម្ដងអាហ្នឹងក៏មានការចូលរួមពីថ្នាក់ជាតិបាទដើម្បីយើងដោះស្រាយបញ្ហាហ្នឹងហើយក្រសួងដែលមានគេហៅថាដឹកនាំបច្ចេកវិទ្យាអាចដឹកមុខហើយដើម្បីចូលរួមពីក្រសួងគ្រប់ស្ថាប័នទាំងអស់យើងសម្រេចយកស្តង់ដារបស់យើងហើយយើងប្រកាសប្រើប្រាស់ជាផ្លូវការហើយអាចរុញទៅដល់ platform អន្តរជាតិបានដែលគ្រប់ទម្រង់ពីអន្តរជាតិរហូតដល់ local របស់យើងគឺយើងយកស្តង់ដាទៅមួយហ្នឹងអញ្ចឹងវាអាចទៅបានដែរបាទហ្នឹងការចូលរួមរបស់ខ្ញុំណាបាទមានយោបល់អីបន្ថែមទៀតទេ